នៅក្នុងវត្ថុវិបស្សនាព្រះអង្គយល់គ្រប់អង្គណាប៉ុន្តែចង់សាររឿងតិចការសន្និបាតកិច្ចសន្និបាតចំពោះអ្នកដែលសិក្សាក្នុងបឋមវិបស្សនាដែលប្រើរយៈកាល3ឆ្នាំគឺទី1គឺមានសទ្ធាជាឫគុលសទ្ធានឹងគឺយ៉ាងម៉េចឲ្យទៅជាសទ្ធិន្ទ្រីគឺមានជំនឿនឹងជាធំបើសិនជាការជឿនេះជឿមិនចំទេការបប្រតិបត្តិធម៌គឺមិនបានសម្រេចដោយបំណងទេព្រោះនៅក្នុងសាសនាយើងលោកពោលអំពីមគ្គផលនៅក្នុងធម្មគុណយើងពោលថាកាលេកោបើគ្មានការគោរពប្រតិបត្តិទេគឺគ្មានលទ្ធផលដែលកើតឡើងបានទេចឹងតើមានការប្រតិបត្តិនឹងជាហេតុទើបបានមានលទ្ធផលដែលកើតពីការបប្រតិបត្តិនឹងបានអញ្ចឹងជំនឿនឹងចង់ជំនឿបើសិនជាយើងជឿចំហេតុអានឹងគឺមានផលយើងជឿចំហេតុយ៉ាងម៉េចជឿថាផលទាំងអស់ទុកជាផលល្អក្តីផលអាក្រក់ក្តីគឺកើតមកពីការអនុវត្តនៃការអនុវត្តឬក៏ធ្វើការអនុវត្តនឹងធ្វើនឹងឯងលោកហៅកម្មហើយអ្វីដែលកើតដែលបានមកដោយសារការធ្វើនឹងលោកហៅផលបើជឿអញ្ចឹងអានឹងបានជឿត្រូវតែជឿអញ្ចឹងលោកជាខំប្រឹងហើយជំនឿនឹងទៅជាសទ្ធិន្ទ្រីបងនេះជំនឿនឹងទៅជាសទ្ធិន្ទ្រីដែលហេតុអីដែលហេតុជឿចំតែជឿចំគឺកម្លាំងហើយអត់មានប្រែប្រួលទេនឹងជឿចំបើជឿអញ្ចឹងជឿថាអ្នកធ្វើនៅអំពើខុសនៅអំពើបាបដល់បានផលមកគឺផលអាក្រក់អ្នកធ្វើនៅអំពើល្អសាងសេចក្តីល្អបានផលមកគឺផលល្អហើយផលល្អនាំទុក្ខបើផលអាក្រក់នាំទុក្ខមកឲ្យខ្លួនបើជឿអញ្ចឹងគឺមកជាខំប្រឹងលះនៅអំពើបាបកម្មនោះមកសាងតែសេចក្តីល្អម្ល៉េះទៅបានទទួលលទ្ធផលគឺសេចក្តីសុខរហូតគ្រប់ជាតិនឹងគេហៅជឿត្រូវហើយជឿត្រូវហើយជឿមិនប្រចាំជឿប្រចាំឯងទៀតជឿមិនប្រចាំយ៉ាងម៉េចជឿមានចំណុចមួយទៀតលោកថាអំពើល្អដែលខំដែលត្រូវបានហ្នឹងក៏ខ្លួនឯងធ្វើទៀតឲ្យគេធ្វើឲ្យមិនបានទេអានឹងជឿមិនប្រចាំទេទេណាគឺកិច្ចការធ្វើនៅអំពើណាមួយគឺស្វៀតពេលស្វៀតវេលាធ្វើហើយព្រោះយល់ថាបើខ្លួនឯងមិនបានធ្វើទេគឺមិនបានអំពើនឹងមកខ្លួនទេបើគេធ្វើគឺគេបានខ្លួនគេអញ្ចឹងប្រឹងណាប្រឹងឲ្យទៀនប្រឹងកាន់សិលបើអ្នកសម្ដែងកម្មដ្ឋានគឺប្រឹងភាវនាមិនដាក់ធរៈទេតែឃើញថាគឺលទ្ធផលទៅបានខ្លួនដោយសារការធ្វើរបស់ខ្លួនមិនមែនសម្រាប់ជនដទៃទេនឹងជឿអញ្ចឹងអានឹងទៅមុខហើយបើសិនជាជឿខុសពីនឹងដូចជាជឿថាសេចក្តីសុខនិងសេចក្តីទុក្ខគឺមិនមែនខ្លួនจะធំទេគឺមានគេឲ្យមានតែណាថាបើមានតែគេឲ្យហើយគឺចាប់ផ្ដើមបន់សន់អង្វរកតំណុកសោកតាំងចំពោះជនណាដែលជាអ្នកឲ្យបើយើងជឿថាព្រះជាម្ចាស់គ្រាន់តែជាអ្នកប្រាប់ធម៌ហើយការប្រព្រឹត្តនៅលើខ្លួនយើងអ្នកផលលើខ្លួនយើងអានឹងយើងខំប្រឹងប្រព្រឹត្តតែបើជឿថាព្រះជាអ្នកឲ្យទៅវិញលទ្ធផលល្អអាក្រក់គឺព្រះជាអ្នកឲ្យគឺយើងអត់ប្រឹងទេគឺយើងច្បាស់ជាទៅសុំធ្វើពលីកម្មឬក៏ទៅបំបធ្វើនៅហេតុណាមួយដើម្បីឲ្យព្រះចូលចិត្តឲ្យលុបបន្តនៅសេចក្តីសុខមកឲ្យឬបន្តនៅអាយុវែងមកឲ្យ
នឹងអត់ប្រឹងធ្វើអីខ្លួនឯងអត់ប្រឹងតាំងអត់ប្រឹងលះអត់ប្រឹងប្រព្រឹត្តទេគឺសឹងផ្អែកទៅលើជនដទៃនឹងចំហើយព្រះអង្គចំប៉ុណ្ណឹងហើយបើសិនជាជឿថាគេឲ្យហើយគឺខ្លួនឯងគ្មានចំហស្អីក៏ព្រះឲ្យស្អីក៏ព្រះឲ្យគំកំប៉ុងក៏ព្រះឲ្យលុយមកកាក់ក៏ព្រះឲ្យប្តីប្រពន្ធបានមកក៏ព្រះឲ្យធ្វើស្រែកតាបានមកក៏ព្រះឲ្យទាំងអស់ចឹងខ្លួនឯងគ្មានវាសនាទេក្រៅអំពីព្រះគណៈគិតគូរអំពីវាសនានោះបើចឹងគឺអត់ធ្វើអីទាំងអស់ណាអត់មានសាងអីទេបើសិនជាសាងក៏មិនមុតមិនមមសធាននឹងមិនคล้ายទៅជាសធិនទេឬក៏ពលៈទេអញ្ចឹងការបប្រតិបត្តិសំខាន់គឺជឿនឹងឯងបើយើងជឿថាគឺសេចក្តីសុខកើតពីការប្រព្រឹត្តអានឹងគឺបានដូចជាព្រះអង្គមកប្រព្រឹត្តធម៌ហ្នឹងចឹងដែលជឿថាការបានទៅទេបកតិសុខសមាធិគឺកើតពីខាខំសង្ស័យចម្រើននាបាសតិហើយក៏ចម្រើនកម្មដ្ឋានមកណាមួយគឺខំប្រឹងហើយទាំងយប់ទាំងថ្ងៃពួកគ្មានណាឲ្យណាពីប្រម៉ោយជាងប្រម៉ោ21ខែអញ្ចឹងត្រូវយកលទ្ធផលរៀងខ្លួនស្លាប់ទៅវិញបានអីទៅប្រាប់គឺថាយើងឆ្លងកាត់ខេត្តមកនោះរាប់100គីឡូដីអញ្ចឹងត្រឡប់វិញគឺចាំទទួលលទ្ធផលគឺយើងតែអញ្ចឹងដល់នឹកឃើញអញ្ចឹងប្រឹងស្ដាប់ប្រឹងគោរពប្រឹងបប្រតិបត្តិនឹងជឿនឹងសទ្ធានឹងជឿទៅលើកម្មហើយនឹងផលហើយតែមានសទ្ធាជឿទៅលើកម្មផលគឺសិលកើតស្វ័យប្រវត្តិឃើញទេសិលមួយเราហៅថានិច្ចសិលសម្បត្តិវិរតេគឺកើតឯងមកមិនបាច់ទៅសុំគឺកើតខ្លួនឯងដោយសារមានជំនឿជាមូលមិនបាច់ទៅត្រឹមសមាធិទេសិល5នេះគួរយល់ថាម៉េចយល់ថាបើសំណប់សត្វវាបានផលគ្រប់អាយុខ្លីលួចគឺវាក្រនាំឲ្យបាត់បង់ទ្រព្យសម្បត្តិប្រពន្ធកូនគេវានាំឲ្យខ្ទើយនាំឲ្យកើតពីវរីនិយាយកុហកនាំឲ្យទីខឹងគេកាត់ដាក់គុកវិច្ឆវៈផឹកទឹកប្រវងនាំឲ្យលប់នៅបាត់ស្មារតីជឿចឹងហើយតែចឹងឈប់ខ្លួនឯងអញ្ចឹងបានសិល5នេះលោកហៅថាសម្បត្តិវិរតេណាសម្បត្តិវិរតេហ្នឹងគឺវាងគឺថាជួបវាដែលតាមមានចំនួនហ្នឹងជាមូលមិនមែនសមាធិវិរតេទេសម្បត្តិវិរតេណាសិល5អត់មានទៅត្រឹមសុំឯណាទេគឺកើតមកកើតតាមជាតាមអារម្មណ៍ដោយសារចិត្តរបស់គេជឿនេះតំណងសំខាន់ហើយលោកព្រះអង្គលោកដែលក្នុងលោកដែលទៅសន្តិភាពទៅកើតណាដូចជាប្រទេសជាតិដែលដីភូមិឋានស្រុកទេសដែលមនុស្សស្ដាប់នៅដែលទៅទទួលនៅសន្តិភាពដែលជាលទ្ធផលគឺមកពីជឿទេជឿទៅលើអំពើអាក្រក់នាំមកនៅសេចក្តីទុក្ខម្ល៉េះហើយគេត្រូវខំប្រឹងជៀសនៅអំពើអាក្រក់អញ្ចឹងពាក្យទៅជៀសមួយម៉ាត់ហ្នឹងបើលេថាវាទៅវានោះណាពាក្យទៅជៀសគឺវាហើយទៅវាហើយវាតាំងវាអំពើអាក្រក់អញ្ចឹងសិល5nóកើតឡើងដោយស្វ័យប្រវត្តិមិនចាំបាច់ទៅសមាធិទេនឹងគេហៅសម្បត្តិវិរតេវាកើតឡើងដោយខ្លួនឯងដោយសារមានការជឿហើយដល់សិល8អានឹងគេហៅសមាធិវិរតេនឹងប្រឹងលះព្រោះលះបន្ថែមដូចជាការលះបង់នៅមេធនធម៌ការហូបបាយល្ងាចការច្រៀងរាំប្រគំតន្ត្រីពាក់ការកម្រងគ្រឿងក្រអូបគ្រឿងរៀបនិងលក្ខណៈខ្ពស់ប្រមាណអានឹងវាជាអីជាចំណៃរបស់កិលេសនឹងតែលះជាប្រក្តីធម្មតាគឺវាមិនមែនជាទោសរបស់មនុស្សទេមិនមែនជាទោសរបស់មនុស្សទេមនុស្សគឺតែងតែមានចរិយាស្វាមីមនុស្សតែងតែទីបាយវល់ងាកដើម្បីកម្លាំងដើម្បីសុខភាពត្រូវការសប្បាយតាមអារម្មណ៍ត្រូវការសម្អាតខ្លួនត្រូវការដេកសុខសប្បាយវាមិនមែនជាសត្រូវរបស់មនុស្សទេមនុស្សត្រូវការណាស់ប៉ុន្តែវាជាទីចម្រើនឡើងនៃកិលេសហើយជាទីកើតឡើងនៃកិលេសនៃអសវៈធម៌អញ្ចឹងអសវៈធម៌នោះវាជាបដិបត្តិនឹងសន្តិភាព
ចឹងបានជាសិល8ត្រូវវាខំប្រឹងលះហើយសមាធិវាទៅដើម្បីច្រានចោលនៅចំណុចចំណុចរបស់តណ្ហាកាត់បន្ថយនៅដីស្រីឃ្លានកាត់បន្ថយនៅការសបាយការស្រួលទាំងអស់ហ្នឹងតែក្នុងការមកគុណហ្នឹងត្រូវកាត់បន្ថយចោលទាំងអស់ដើម្បីកាត់បន្ថយនៅតណ្ហានៅរាគៈដែលជាបរិបៈនិងព្រះនិព្វាននោះបើថាគាត់នៅមនុស្សលោកហ្នឹងសិល5ហ្នឹងចាប់ហើយចាប់គ្រប់ហើយតែមិនចង់ទៅនិព្វានក៏លះបង់នៅកិលេសអញ្ចឹងការលះបង់នៅកិលេសលះបង់ជាបណ្ដាអញ្ចឹងបានថែមមានសិក្ខាបទ8មកទៀតអញ្ចឹងគេតាំងសិល8ដើម្បីកាត់បន្ថយនៅកិលេសតណ្ហាដែលកើតឡើងខាងក្នុងតែមិនមែនជាទោសរបស់សង្គមក៏ប៉ុន្តែជាសត្រូវរបស់ប្រាជ្ញាទាននេះនោះមកឲ្យសមាធិទៅទៅផងវាហើយដល់ពេលគេសិលកាន់សិល8អញ្ចឹងទៅបានជាសិល8មានផតមានថ្នាក់លោកពូតាំងពីបកតេឧបោសថបរិហារយៈឧបោសថអរយុឧបោសថណាបរិហារយៈបកតេដូចជាករិយលោកពូលោកដកយកសិលយកថ្ងៃសិល5នៅក្នុង30ថ្ងៃដែលមានសទ្ធាជាមូលហើយនោះកាន់សិល5 30ថ្ងៃគ្មានខ្វះថ្ងៃអញ្ចឹងលោកដកយកថ្ងៃ8កើត8រួច14កើត14រួច15កើត15រួចមកធ្វើជាថ្ងៃបោសតនឹងឲ្យកាន់សខាបទ8សាកលបងមើលត្រឹម6ថ្ងៃនៅសម័យព្រះហើយសល់ខានបានកាន់សិល5ទៅកាត់បន្ថយកលេសត្រឹមទៅ6ថ្ងៃដល់ពេលប្រពន្ធលោកប្រេតនិព្វានទៅបឋមសង្ឃាយនានលោកបន្ថែម2ថ្ងៃទៀតឡើង8ថ្ងៃក្នុងមួយខែនឹងប្រឹងវាហើយលោកបង្កើតបរិជាគរុឧបោសថណាបរិជាគរិយឧបោសថដែលភ្ញាក់រលឹករបស់ប្រពន្ធភ្ញាក់រលឹកអមបកតេហ្នឹងអញ្ចឹងមកទៅជាឧបោសថមួយក្រុមឡើង3ថ្ងៃតែថាថ្ងៃ5ថ្ងៃ4ផង6ផង7ផង8 9ផងអមនឹងរហូតដល់ខែ11ថ្ងៃទៀតទៅជា19ថ្ងៃនឹងហើយបរិជាគរិយនឹងហ៊ាននឹងវាថែមដើម្បីកាត់បន្ថយកិលេសតណ្ហាសេចក្តីសប្បាយស្រីទាំងអានោះហើយលោកថែមមួយទៅគេហៅបរិហារយៈឧបោសថថែមទៀតគឺថាថ្ងៃ8បកតិ8ថ្ងៃបរិជាគរិយ11ថ្ងៃនេះអាហ្នឹងអ្នកណាទីកាន់ប្រហែលថ្ងៃក៏បានដែរអរតរាយនឹងឧបោសថមិនមានក្របខ័ណ្ឌដូចថាមិញមកថាឲ្យណែឯងជាងវិកាន់នេះគ្រប់អញ្ចឹងអត់ទេតាមសភាទេបកតិមួយខែ8ថ្ងៃចង់ទៅមួយថ្ងៃសុំទៅនៅសាមានសិល5ក៏នៅតែបកតិបរិជាគរិយ11ថ្ងៃនឹងចង់ធ្វើតែ2ថ្ងៃត9ថ្ងៃក៏នៅតែបរិជាគរិយនឹងវាអត់រៀងណាដល់ឧបោសថគេហៅចងសម្ព័ន្ធរឹតឲ្យមាំទៅជាក្រុមបឹងម៉ាត់បរិហារយៈនៅថាយក8ថ្ងៃបូក11ថ្ងៃទៅជា19ថ្ងៃបើសិនជាណែរសាបានមួយខែនឹង19ថ្ងៃអានឹងបានតថាគតហៅបរិហារយៈឧបោសថបើបរិហារយៈឧបោសថនឹងបាត់តែមួយថ្ងៃក៏មិនបានដែរនឹងគ្រាការលះបង់អរតរាយនឹងឲ្យទៅជាការលះបង់ប្រមោផ្ដុំ3ម៉ាត់ប្រែងខំទៅសមាធិនៅវាទេហ្នឹងត្រឹមតែលោកខំប្រឹងរឹតបន្តិចរឹតរហូតដល់រឹតមែនតើយើងចង់បានបន់ចង់បានសសល់ខ្លាំងគួរទៅតែថែទាំនឹងគួរបំរុងរបស់ព្រះថែទាំបើសិនជា19ថ្ងៃឯងបាត់មួយថ្ងៃរួមហៅបរិហានឹងដាច់អានិសង្សបរិហាទៅទៅជាបកតិនឹងដូចជាគរិយបើចាំអានិសង្សបរិហាតដល់មួយខែ19ថ្ងៃគ្រប់គ្រាន់កាលបៈសកបៈមានគ្រប់គ្រាន់អស់តាមមកធ្វើសិល5បានហៅបរិហារយៈនឹងលោកដាក់ចង់ឲ្យទៀតអញ្ចឹងតែសមាធិវាទៅត្រឹមរហូតដល់ខែនិយមសិល10នោះមានបល័យច្រើនមានកន្លែងខ្លះគេហៅនិយមសិលមានកន្លែងខ្លះគេហៅអត្រេកសិលហើយមានកន្លែងខ្លះគេហៅទស្សសិលដូចជាតាមលើដែរទស្សសិលចាស់គេហៅទស្សសិល10អត្រេកសិលបាននៅសិលដែលមានអង្គលើពីសិល3គឺជាទៅរូបប្រច្ចតា
thuộc càng việc càngប្រាក់មនុស្សយើងតែមានលេងមានកាក់ទិញដូរសពយ៉ាងបើចេះតែកាន់សល់10កាត់បន្ថយច្រើនទិញអីតាពួកកាន់បានអញ្ចឹងកលេសកាន់តែថយក្នុងការនោះហើយនិយមម្សិលទៅកំណត់តាមការចូលចិត្តមួយខែមួយថ្ងៃមួយខែ30ថ្ងៃកាន់7មួយទឹកក៏មួយទឹកទៅ10ថ្ងៃទៅ10ថ្ងៃទៅកន្លះខែកន្លះខែទៅមួយខែមួយខែតាមចិត្តនឹងទៅនិយមអណ្ដាឡើងវានឹងទៅមានសាមនេះបួសបព្វជិទេបព្វជិតលែងទៅទៅកុហកហើយអ្នកកាន់តែ5ទៅ8ទៅ10ទាំងអស់ទៅតែជាខរិវិជាកុហកវាហៅនៅជាហត្ថសីលៈណាសាររបស់កុហកនៅគ្រប់គ្រងផ្ទះហើយដល់លើពីខោតាមនេះហ្នឹងគេហៅបព្វជិតបព្វមិនបានហៅបព្វជិតចឹងណាបព្វជិតបានឲ្យបព្វជិតបាននៅឈិនវាផ្ទះសម្បែងអស់ហើយប្រពន្ធកូនចៅស្រីសម្បត្តិអីអស់ហើយផ្ទះសម្បែងដីស្រែដីចំការលេងមានហ្នឹងមានតែបាតហើយចពោស្បងដូចជាសត្វបាក់សៃបានគេហៅបព្វជិតនោះមកពីលោកវាសពយ៉ាងអីមិនដូចវារបស់បាសបាសកាដូចនិយាយតាសិលខាងសិលតាមវាសតសហ្នឹងវាហ្នឹងតែដល់ថ្ងៃដល់ខែទៅផ្ទះគាត់អស់បានន័យថាវាខ្លះវាខ្លះហើយបើណាគេលះបង់ខ្លាំងគេលះតរហូតមួយជីវិតរបស់គេទៅតែណាគុំតែពាក់ទៅនៅចេះតែពាក់កូនចៅបានគេហៅនៅតែកុហកមកយើងនៅគិតកូននៅគិតចៅគិតជាសម្ដីមានកាយតែអាចទៅក្នុងទៅបម្រើបានហើយមើលបព្វជិតចាប់មកតាមនេះđâyពីទៅđâyតែបួសហើយគឺអស់គឺគេហៅកម្មវិន័យមួយគេហៅអនាគារិយវិន័យវិន័យគ្មានផ្ទះតែតែគ្មានផ្ទះហើយផ្ទះហ្នឹងមិនមានប្រពន្ធផងមានកូនផងមានទ្រព្យសម្បត្តិផងបើគ្មានផ្ទះហើយវាអស់ទាំងអស់អញ្ចឹងបានជាតែពេលបួសឡើងដោយថាត្រូវតែមានបាតចពោស្បង់ប្រដាប់ក៏ដោយទៅតែសង្វរៈបើតាមនេះមានស្ថាប័ន10តនកម្ម10មានវិទ្យា10លោកវិជ្ជា40វត្ត20វត្ត5ហៅហាយទាំងនោះនឹងបឋមបស្សនាសិក្សាធម៌ហ្នឹងគឺផ្ដើមឡើងមិនទាន់ដល់សមាធិនិយាយសិលនិយាយវិន័យហើយដល់ពេលទីខោមានសិល4ហើយញត្តិសិលទីខោញត្តិសិលញត្តិសិលបាននៅតែសិលគ្មានណាឲ្យគឺនៅពេលណានៅសវណ្ណកម្មវិការទៅញត្តិកតតកម្មវិការចំសិល4កាត់ឡើងព្រានដោយស្វ័យវត្តហើយទៅកាន់ទៅកាន់នៅដាច់បរាជិក4ចាប់ទៅវិញដាច់ភេទទៅជាក្រហមដល់ទៅសង្ឃជាពិសេស13ទៅបរិវត្តកម្មបែបបាត់ទៅដូចជាស្ថាប័នផលិតកៃបានជាចិត្តយៈទុកកត់ទុកជាសិតទៅសម្ដែងនឹងបុគ្គលគណៈឬសង្ឃនឹងតែឡើងបរិសុទ្ធជំរះអញ្ចឹងអធិសនាវិធីនៃការសម្ដែងនឹងគឺទី2ពិធីឲ្យសិលហើយបានយើងចាប់ផ្ដើមនិយាយអំពីសមាធិក្នុងថ្នាក់បឋមមាន35កម្មដ្ឋានដែលមានអនុភាពឲ្យសម្រេចដល់ថ្នាក់ដែលត្រឹមឧបចារសមាធិមាន10ហ្នឹងគឺកំណើតអនុភាពរបស់កម្មដ្ឋានហ្នឹងបានត្រឹមឧបចារមានទៅ10កម្មដ្ឋានគឺមានពុទ្ធានស្ទេលក្ខណពុទ្ធធម្មស្ទេលក្ខណវធសង្ឃានស្ទេលក្ខណវសង្ឃសីលានស្ទេលក្ខណសិលចក្កិនស្ទេលក្ខចក្យទេវតាស្ទេលក្ខធរនៅកតទេវតាព្រាតនឹងខ្លួនមានសទ្ធិតិគុណជាដើមអ្នកណានស្ទេលក្ខស្ទេស្នាមឧបសនាមស្ទេលក្ខថតកម្មទនពៀនធរស្ងប់អាហារេបដិកោសញ្ញាចេណបច្ច័យការហូបចុកបដិកោភាពក្នុងអាហារនិងភាពកម្មដ្ឋានគឺពិចារណារាងកាយឃើញត្រឹមតែដីទឹកព្រំចលកម្មដ្ឋាន10នេះហ្នឹងគឺកំណើត10ហ្នឹងគឺមានអានុភាពមានកម្លាំងត្រឹមតែឧបចារសមាធិមានត្រឹមតែឧបចារទេហើយបើកម្មដ្ឋាន25កម្មដ្ឋានទៀតអានឹងមានអានុភាពសម្រាប់រហូតដល់អបណាជាតិមានកម្មដ្ឋានខ្លះដល់បឋមជាតិមានកម្មដ្ឋានខ្លះដល់ចតុតជាតិមានកម្មដ្ឋានខ្លះដល់បញ្ចនជាតិ
ប៉ុន្តែបឋមបស្សនាត្រូវសិក្សាត្រឹមឧបចារជាតិដែលជាពុទ្ធភាគនៃអបណាអញ្ចឹងយើងឲ្យខ្លះកសិន10មានបតវេកសិនជាដើមអតប10មានឧត្តមយតកម្មជាដើមកាយកតាសតិពិចារណាការសង្កតិមានអនាបន្តិពិចារណាដង្ហើមចេញចូលនេះមាន22កម្មដ្ឋានហើយបូកមេត្តាករុណាមុទិតា3កម្មដ្ឋានទៀត25កម្មដ្ឋាននេះមានទៀតជាអបណាអនុភាពអតប10កាយកតាសតិ1 11មានអនុភាពឲ្យសម្រេចដល់បឋមជាតិសមាបត្តិហើយក្នុងបឋមជាតិមានឧបចារជាតិ1ដែលជាពុទ្ធភាគនៃអបណាព្រមវិហារ3មេត្តាករុណាមុទិតាមានអនុភាពបានសម្រេចសំឈានទី3ជាចតកណីហើយដល់កសិន10និងអនាបន្តិមានអនុភាពឲ្យសម្រេចឈានទី4ដែលជាឈានចតកណីប៉ុន្តែមានក្នុងឈានទាំងអស់នោះមានឧបចារជាតិជាពុទ្ធភាគនៃអបណានៅក្នុងបឋមឈានឡើងរហូតដល់ចតកឈានអញ្ចឹង35កម្មដ្ឋាន35កម្មដ្ឋានយើងរៀន2ឆ្នាំ2ឆ្នាំឆ្នាំទី1ចម្រើនខ្យល់4តកូលឆ្នាំទី2ចម្រើនកម្មដ្ឋានទាំង35ឲ្យបានដល់ថ្នាក់ចិត្តឧបចារសមាធិហើយសូមបញ្យល់អំពីកម្លាំងខ្យល់និងកម្លាំងឧបចារសមាធិយើងបានសិក្សាហើយថាព្រះពុទ្ធជាម្ចាស់លោកពូលនៅអានាបន្តិគឺដើម្បីអីលោកសម្ដែងអានាបន្តិដើម្បីអីគឺដើម្បីអប់រំចិត្តនៃចសុខក្នុងបច្ចុប្បន្នផងដើម្បីបានសតិនិងសម្បជញ្ញៈនៅក្នុងអប់រំនៃសិលផងដើម្បីបានស្ដីស្ងប់ហើយដើម្បីបានឃើញច្បាស់នៅវិបស្សនាဉាណផងហើយធម៌នេះជាអរិយធម៌ដែលប្រារយៈលោកតែគង់នៅជាធម្មតាហើយជាធម៌មួយតែមាននៅក្នុងខ្លួនរបស់សពរដ្ឋជនទូទៅដែលមិនលំបាកស្វែងរកនៅនិមិត្តកសិនខាងកាយណាមកជាអារម្មណ៍ព្រោះបុគ្គលណាក៏មានខ្យល់ដង្ហើមចេញចូលដែរហើយខ្យល់ដង្ហើមចេញចូលកើតពីត្រឹមណាកើតត្រឹមពីប្រសោតនៅពេលណាដែលកូនងានឹងដាច់សង្វាក់អំពីមេត្តាបិតាបានន័យថាលែងទីពឹងម្ដាយដល់ដង្ហើមឲ្យគឺកើតកំណឹងហើយដង្ហើមទៅដង្ហើមចេញតែដង្ហើមណាកើតមុនដង្ហើមចេញកើតមុនដង្ហើមចូលកើតក្រោយទេនៅពេលកូនងាដែលប្រទល់ឡើងដាច់ពិតអំពីរយៈមេត្តាគឺចង់ក្នុងខ្សាក់ឡើងមកតើចេញវូបាននាំយកខ្យល់ដែលលាឡើងឲ្យធ្លុះចូលទៅបានកាប់រិញកូនងាណាតើចេញកើតមុនចឹងបានជាពុទ្ធដល់ពេលចម្រើនណាបន្តិលោកឲ្យយើងចម្រើនអញ្ចឹងនោះថាទីខាងវាអសសន្តោទីខាងអសសាមិទៅជានិតិណាកាលដែលស្មាញ់ដកដង្ហើមចេញវែងក៏មានស្មារតីចាំជាក់ប្រកបថាស្មាញ់ដកដង្ហើមចេញវែងណាចេញវែងលោកដាក់ក្តៅនោះចេញវែងមកអត់ទៅវែងចេញវែងមុនទីខាងវាបសន្តោទីខាងបសាមិទៅជានិតិកាលស្មាញ់ដកដង្ហើមចូលវែងក៏ដឹងមានស្មារតីចាំជាក់ប្រកបថាស្មាញ់ដកដង្ហើមចូលវែងអញ្ចឹងយើងពិចារណាមើលអំពីទីខៈខ្យល់ដង្ហើមចេញវែងចូលវែងនេះវាមានតាំងពីកើតមកប៉ុន្តែអត់ដែលមានសតិជ្រៅក្នុងខ្យល់នោះទេពីដើមមកនោះចិត្តយើងគិតផ្សេងដង្ហើមចេញចូលផ្សេងទៅព្រោះវាជាចិត្តកាច់រូបកាត់ចិត្តចម្បាក់ខ្យល់នឹងចង្វាក់ចិត្តប្រកបទៅជាមួយគ្នាអញ្ចឹងវាមើលឃើញណាហើយទៅដល់មកពេលចម្រើនកម្មដ្ឋានគ្រាន់តែឲ្យយកសតិយើងទៅសោកក្នុងខ្យល់ដែលយើងដកនោះហើយធ្លាប់ដកចេញវែងចូលវែងហ្នឹងយកសតិទៅសោកទៅធ្វើការដឹកហ្នឹងនឹងคลายទៅជាឧបាយនៃការទូមានចិត្តហ្នឹងកម្មដ្ឋានមួយតែប៉ុណ្ណឹងកម្មដ្ឋានមួយដល់មានតែខ្យល់លើមហៅកម្មដ្ឋានទេនៅក្នុងពេលហ្នឹងតើមានសតិផងបានទៅពោលថាណាតាមសតិស្មារតីនៅក្នុងចេញចូលជាកម្មដ្ឋានមួយហើយកម្មដ្ឋានប្រែថាម៉េចប្រែថាបាយសម្រាប់អប់រំចិត្តទូមានចិត្ត
ចឹងតែពេលដែលលឹកចោលចេញចូលហ្នឹងឯងជាបាយសម្រាប់ធ្វើចិត្តស្ងប់ជាបាយសម្រាប់ទូមានចិត្តហើយជំនឿកម្លាំងបណ្ណានៅពេលណាដែលយកគីវិចរទាំងឡាយបានរំពឹងបានដឹងនៅដង្ហើមចេញវែងចូលវែងជាប្រកដីធម្មតាក្នុងអេរិយាបថ4អញ្ចឹងលោកពូលដោយអេរិយាបថ4នោះវាហារំទេប៉ុន្តែក្នុងអេរិយាបថ4លោកសង្កត់អេរិយាបថ1ធ្ងន់ជាងគេគឺនិសេតតេបលង្កੰអពុចិត្តវាគឺអង្គុយពេនភ្នែនប្រជុំកាយយ៉ាងបណ្ឌិយាសម្គាល់កាយស្រង់នេះការចម្រើនណាបន្តិគឺលោកសង្កត់នៅអេរិយាបថអង្គុយនៅអេរិយាបថអង្គុយថាម៉េចបានជាពុទ្ធលោករកឃើញអេរិយាបថអង្គុយហ្នឹងព្រោះអេរិយាបថអង្គុយនាំឲ្យកើតឲ្យចិត្តយើងស្វាងល្ងុយដេកនេះឆ្លាស់មុខឆ្លាស់មាត់ស្វាងល្ងុយដេកតែប្រះចាកនៅថៃណៈឬក៏អលិណៈចិត្តល្ងុយចិត្តខ្ជិលខ້ອຍអេរិយាបថអង្គុយហ្នឹងតែអង្គុយហ្នឹងគឺត្រង់លោកឃើញអានិសង្សយ៉ាងម៉េចថាបើអង្គុយត្រង់អញ្ចឹងខ្យល់បរិបស្មើចលនកាន់ឯកកតាវាមិនចាប់វាមិនតាំងវាធ្លាក់ចុះគឺធ្វើឲ្យសុខភាពយើងសុខទៅស្មើល្អកណាខ្យល់ឡើងមកដល់កពូលក្បាលកណាខ្យល់ចុះស្ដាប់បាត់ជាងនឹងលោកឃើញអញ្ចឹងបានលោកឲ្យយើងអង្គុយពេនភ្នែនបណ្ដាយើងអង្គុយពេនភ្នែនតាមដានខ្យល់ចេញវែងចូលវែងអញ្ចឹងទៅដល់ពេល1ម៉ោង2ម៉ោងត្រូវការផ្លាស់អរិយាបថលោកពូបាលីមួយទៀតគេហៅថាវិហារន្តេត្រូវនៅដល់អរិយាបថហ្នឹងហើយនៅដល់អរិយាបថគឺចង្ក្រមដើរចង្ក្រមឈរក៏ចម្រើនដេកក៏ចម្រើនដេកដើរឈរអង្គុយហើយដល់ពេលដេកលោកប្រាប់ទៀតថាដេកយ៉ាងម៉េចទៅនៅចម្រើនអាណាបន្តិដេកផ្អៀងស្ដាំដេកស្ងាដើម្បីអ្នកស្លាប់ដេកផ្អៀងឆ្វេងអ្នកបរិភោគកាមដើម្បីដេកផ្អៀងស្ដាំជើងឆ្វេងជើងស្ដាំគឺដើម្បីយោគីហើយដើម្បីមកទៀតគេហៅតថាគតបរិយាដើម្បីរបស់ពុទ្ធលោកមានសតិតាំងនៅជាប្រកបដីយើងផ្អៀងស្ដាំនឹងកអញ្ចឹងចម្រើនទៅលក់បាត់ហើយដឹងខ្លួនឡើងវិញទៅទៀតផ្ទះជាងចាស់អត់ចេះលុតអញ្ចឹងទេណាទៅលើនៅសំណំនៅក្នុងឈានផ្ទះលោកផ្ទុំក្នុងឈានណាអញ្ចឹងបានថានេះគឺជាបញ្ហាដែលយើងទៅប្រើប្រាស់អរិយាបថនៅពេលណាដែលយើងបានអង្គុយពេនភ្នែនអង្គលកាយស្រង់ហើយយើងនឹកអត់ទៅប្រកកម្មដ្ឋានហើយយើងតាមដានខ្យល់ហើយចេញវែងចូលវែងចេញវែងចូលវែងតាមដានខ្យល់តែយើងតាមដានខ្យល់យូរទៅបានមិនមកអានុភាពនៃខ្យល់បងគឺមានភាពប្រែប្រួលជាកម្លាំងរបស់គេរបស់ខ្យល់មកតែឲ្យសង្ខារតតែងតគ្នាបើចេញវែងចូលវែងយូរទៅដង្ហើមនឹងធ្លាក់មកកាន់ខ្លីតែឲ្យក្រុមរក្សាចេញខ្លីចូលខ្លីនឹងគឺចឹងមកនឹងគេហៅហេតុផលចូលវែងជាហេតុជាបច្ច័យនៅកើតចោលខ្លីកើតតនេះចឹងហើយដល់ពេលយើងធ្វើដង្ហើមចេញខ្លីចូលខ្លីទៅជាបច្ច័យនៅឲ្យកើតចោលត្រាស់ដែលសត្វកាយចូលវែងហៅទីខៈចាប់ទៅហៅរក្សាហើយចូលត្រាស់ហៅសត្វកាយសត្វពាក់នឹងបាននៃវិច្រើនហើយដល់កាយក្នុងទីហ្នឹងគឺសំដៅយកខ្យល់ហ្នឹងសត្វកាយខ្យល់ទាំងពួងខ្យល់ទាំងពួងហ្នឹងវាមានពេញកាយយើងហ្មងខ្យល់ហ្នឹងគេហៅខ្យល់យល់យុបបោកបក់គឺការឡើងមកមានប្រការៈផ្សេងធ្វើតឹងបុកតឹងបត់តឹងទុំតឹងក្បាលតឹងដៃតឹងជើងដៅផងត្រជាក់ផងតឹងអាយ៉ាក្បាលដូចជាមានស្អីមកដោតកណ្ដាលក្បាលឬក៏ចងក្បាលដូចជាចងឲ្យរត់ខ្លួនជាប់ទៅនៅនឹងសត្វកាយចំណាំបើព្រះអង្គចម្រើនធម៌ហ្នឹងទៅដង្ហើមចេញចូលទៅជួបអញ្ចឹងគេហៅសត្វកាយហើយសួរថាបើជួបអញ្ចឹងគិតតែម៉េចពីព្រោះមានលោកយាយខ្លាំងគាត់ចិត្តតែត្អូញពី3ថ្ងៃនៅតែពិបាកអញ្ចឹងព្រះពុទ្ធជាម្ចាស់លោកមានឧបាយលោកថាការទំនីខ្យល់ពិបាកដោយប្រើព្រះប្រជុំ3នៃសតិ
នឹងឲ្យប្រែប្រជុំ3នឹងសេនប៉ុណ្ណឹងបងប៉ុណ្ណឹងតែនៅភ្លេចនាំទៅទឹកការរលឹកបញ្ញាធ្វើការដឹកម៉ោងមិញនេះទៅបីចុកជើងមិនទាន់បានទៅគិតផងចាប់ក្នុងទឹកកតែលោកយាយខ្លះ45ហើយអត់ទាន់ដាក់ផងនោះលោកយាយពាក់វ៉ែនតាគាត់នៅតែអង្គុយរហូតឲ្យប្រកាសណាអង្គខ្លះអត់ទាំងដាក់ផងថាម៉េចវាកំពុងតែស្រួលកំពុងតែប្រព្រឹត្តទៅស្រួលអញ្ចឹងស្រួលនឹងលោកភ័យទៅស្រួលមិនមែនលោកភ័យណាស្រួលខកស្ងប់តាអាលោភៈអទោសៈអមោហៈអញ្ចឹងការអប់រំចម្រើននៅសមាធិចិត្តនេះមិនមែនជាការចម្រើននៅកិលេសទេមិនមែនជាការកើនឡើងនៅកិលេសទេគឺជាការកាត់បន្ថយឥឡូវកាត់បន្ថយអីខ្លះនៅក្នុងសម័យដែលយើងកំពុងតាមដានខ្យល់តើយើងមានបានទៅស្រឡាញ់ជនណាទេពិនិត្យចិត្តខ្លួនឯងមើលមិនមានការស្រឡាញ់ហើយក៏មិនមានការជាប់ចិត្តទៅលើអ្វីមួយក្នុងកាមគុណទាំង5ឡើយនេះអញ្ចឹងកាត់បន្ថយកាមឆន្ទៈមួយគឺកំពុងតាមដានខ្យល់នេះបើកំពុងតាមដានខ្យល់ហ្នឹងតើមានកើតគំនុំនឹកឃើញជនណាម្នាក់ដើម្បីទៅចោលអាគិតជននោះទេដើម្បីទៅសម្លាប់ទៅបៀតបៀនអត់អញ្ចឹងឈ្មោះតែបានកាត់បន្ថយនៅព្យាបាទនេះកាត់បន្ថយនេះកំពុងតាមដានខ្យល់កាត់បន្ថយនៅពេលណាដែលយើងកំពុងតាមដានខ្យល់នឹងចិត្តយើងមានល្ងុយដេកទេមានរួញថយមានខ្ជិលក្រោទេមិនមានទេអញ្ចឹងឈ្មោះតែបានកាត់បន្ថយនៅថៃរមិត្តៈនេះកាត់បន្ថយណានៅពេលដែលយើងកំពុងតាមដានខ្យល់ចិត្តមានរវើរវាយទេរស័ព្ទរសក្តៅក្រហាយទេតែចិត្តបើកំពុងតែតាមដានខ្យល់នឹងមិនមានទេដូច្នេះបានកាត់បន្ថយនៅអត្តចៈនិងកបច្ចៈពេលដែលកំពុងតាមដានខ្យល់នឹងមានសង្ស័យទេមិនមានទេដូច្នេះបានកាត់បន្ថយនៅវិជេកិច្ឆាមិនត្រឹមតែប៉ុណ្ណោះទេសូម្បីកិលេសទាំងឡាយមានឧបកិលេសជាដើមមានអបិជានៅខាងដើមនិងការប្រហែលធ្វើជាបរិយោសាក៏មិនមានក្នុងចិត្តដែរអញ្ចឹងក្នុងមួយពេល45នាទីដែលយើងកាន់យកនៅខ្យល់ជាអារម្មណ៍ឈ្មោះថាបានសេចក្តីស្ងប់ចិត្តមួយព្រោះប្រះចាកនៅបរិយុទ្ធានៈកិលេសនេះសាសនាទី2ណាសាសនាទី2កាលណាដែលកើតឡើងមួយខណៈហ្នឹងគេហៅខនិកសមាធិហើយនេះបរិយុទ្ធានកិលេសដែលងើបឡើងដើម្បីជិះជាន់សត្វលោកមិនឲ្យសាងកុសលធម៌ឥឡូវចង់វែកញែកទៅនឹងតែដើម្បីស្គាល់ថាកិលេសក្របយ៉ាងម៉េចទៅនិវរណៈធម៌ទាំង5លោកបញ្ញត្តិហៅបរិយុទ្ធានៈកិលេសព្រោះកិលេសនេះក្របចិត្តមិនឲ្យសាងកុសលមនុស្សដែលកំពុងតែជាប់ចិត្តសេចក្តីស្នេហាកំពុងតែជាប់ចិត្តសេចក្តីស្នេហាមនុស្សនេះគ្មានបាននឹកឃើញកុសលទេអត់ទេដោយស្ដេចប្រទេនទីដែលជាប់ចិត្តនឹងប្រពន្ធអាមាត្យនឹងអត់មាននឹកឃើញធម៌នឹកឃើញអាទេនឹកឃើញតែអញតែសម្លាប់ប្តីវាបានអញយកនាងនឹងធ្វើប្រពន្ធនឹកតែប៉ុណ្្នឹងឯងអត់មានបរិកម្មថាអីទេអញ្ចឹងកាមឆន្ទៈនេះកាលណាវាកំពុងតែក្របចិត្តហើយមិនបានឃើញនៅអសុភសញ្ញាទេគឺចម្រើនឡើងនៅសុភសញ្ញាសុភនិមិត្តសិតតែស្អាតសិតតែល្អទាំងអស់អត់មានឃើញអីទាំងអស់អញ្ចឹងបើនៅតែកិលេសនេះកាលណាវាពុះឡើងហើយវានឹងក្របចិត្តសត្វលោកមិនឲ្យទៅសាងទានសិលភាពនេះទេនេះកាមឆន្ទៈតែបើសិនជាបែរទៅជាឲ្យទានហ្នឹងក៏មិនមែនជាកុសលដែរឡាញ់ជនណាហើយអាសាឲ្យជនហ្នឹងមិនមែនកុសលទេនេះឲ្យដើម្បីសេចក្តីស្នេហាតែប៉ុណ្្នឹងណាចម្រើននៃអកុសលណាវាទៅចឹងវិញអញ្ចឹងពេលកម្មឆន្ទៈការឡើងទៅចិត្តហ្នឹងគឺអត់រកសេចក្តីល្អមិនឃើញទេងើបឡើងមិនរួចអញ្ចឹងបានគេហៅបរិយុទ្ធានៈ
មួយទៀតហៅជាបាតចិត្តដែលកំពុងតែកំហឹងជិះជាន់ពុះកញ្ជ្រោលចង់ឲ្យសត្វដទៃវិនិច្ឆ័យពេលហ្នឹងតើមានបានឃើញសេចក្តីល្អទេអត់ទេមនុស្សខឹងតូមតានកាន់ដើមពេងចោលមុខមាននឹកឃើញល្អទេអត់ទេបើគឺនឹកឃើញតែអាក្រក់ខ្មោចខ្មាញ់ស្នាក់ខ្មាញ់នៅក្នុងចិត្តតែម្យ៉ាងនឹងគឺកិលេសហៅថាព្យាបាទសានាមវានៅក្នុងសន្តានចិត្តសត្វណាហើយតែដុតសត្វនោះឲ្យដៅក្រហល់ក្រហាយរូលរៀលស្នាក់ខ្មាញ់ចងចើមគឺមិនសប្បាយចិត្តទេនៅក្នុងអរិយាបថដែលដើរឈរអង្គុយពេលយប់និងពេលថ្ងៃតែងតែមានសេចក្តីមួមងជាប់ជានិច្ចដិតកម្ដៅពុះកញ្ជូលក្នុងបេះដូងរបស់សត្វដូចជាមានរឿងមួយនៅក្នុងគម្ពីរធម្មវត្តតកថានៅក្នុងសម័យនោះឯងគឺជាក្នុងសម័យសាសនាតាមពុទ្ធទ្រង់ពលាមកសបៈគឺព្រះអង្គទ្រង់បានចូលបរិនិព្វានទៅព្រះមហាជនទាំងឡាយក៏បានធ្វើនៅកសាងបច្ចេកដីមួយដើម្បីថ្វាយដល់ព្រះអង្គសម្រាប់បញ្ចុះនៅសរីរកធាតុនៅក្នុងពេលនោះចេតិយពុំទាន់បានហើយល្អព្រះថេរៈមួយអង្គដែលជាប្រធានក្នុងការកសាងក៏បានពួរទៅកាន់មហាជនថាអ្នកទាំងឡាយចូលធ្វើចេតិយនេះសូមចិត្តទៅចាំវិខ្វះមាសចាំស្មាតរកមាសហើយក៏បានចូលធ្វើដំណើរទៅកាន់គេហដ្ឋាននៃអ្នកស្រុកក៏បានចូលទៅកាន់ផ្ទះជាងមាសមួយពេលនោះជាងមាសភរិយានឹងស្វាមីកំពុងតែទាស់ទែងខ្វែងកំណត់គ្នាហើយភិក្ខុសង្ឃអង្គក៏បានទៅបបួលជាងមាននេះដើម្បីចំណាយមាសខ្លះយកមកកសាងបច្ចេកទេសនោះដើម្បីបង្ហើយប៉ុន្តែជាងមាសមានសេចក្តីក្តៅក្រហាយជាប់ក្នុងចិត្តហើយក៏បានពោលពាក្យទៅពោះបោះបោកចំពោះភិក្ខុសង្ឃនោះថាដូចជាលំបាកណាស់លោកម្ចាស់គឺលំបាកមកតែអំពីគ្រូរបស់ម្ឯងតែប៉ុណ្ណឹងឆ្អឹងរបស់គ្រូម្ឯងត្រឹមតែមើលកញ្ចប់ប៉ុណ្ណេះធ្វើឲ្យលំបាកមិនក៏មិនយកឆ្អឹងទៅបោះទឹកទៅពេលនោះភរិយារបស់ជាងមាសក៏បាននិយាយថាអោឯងហើយបើឯងខឹងខ្ញុំជាវាយចំពោះខ្ញុំជាភរិយាចុះហេតុអីបានជាឯងទៅចងពៀននឹងព្រះសម្មាសម្ពុទ្ធពេលនោះជាងមាសក៏មានស្មារតីឡើងនឹកឃើញអំពើបាបដែលខ្លួនបានធ្វើហើយក៏មានសេចក្តីតក់ស្លុតយ៉ាងខ្លាំងចំពោះអំពើនោះហើយក៏បានចូលទៅកាន់មថេរៈឥឡូវហ្នឹងខ្ញុំជ្រុលហើយធ្វើម៉េចទៅសុំកម្មាទោសហើយសុំកម្មាទោសនឹងព្រះអង្គកុំប្រកាន់ទោសអីចាំខ្ញុំព្រះអង្គជួយមាសតែទេយើងមានរឿងអីជាមួយអាត្មានិយាយមិញហ្នឹងមានយកអាត្មាទៅបោះទឹកឯណាយកព្រះទៅបោះទឹកណាបើចឹងចងពៀនឹងព្រះនោះទេណែឯងជាបាននឹងព្រះសម្ពុទ្ធណាឲ្យចោះធ្វើម៉េចបើព្រះអង្គវិញនិព្វានបាត់ហើយឥឡូវចេះតើធ្វើកម្មមួយគឺណែឯងត្រូវធ្វើផែនផ្កាជាវិការៈនៃមាស3ផៅថ្ងៃគេធ្វើបន់បូជាបច្ចេកដីត្រូវចោះងូតទឹកឲ្យទៅទឹកជោគទាំងក្បាលទាំងសពុតហ្នឹងហើយយកផើងទៅ3ដាក់ទៅក្នុងបច្ចេកដីហើយសុំកម្មាទោសអច្ចយោទោសដើម្បីឲ្យរួចចាកនៅចក្រាបានហើយគាត់បានធ្វើនៅជាប់ពីចាប់ពីត្រឹមនឹងមកកើតជាសទ្ធិប្រមាណដង7ដងគេចេះតែបោះទឹកកាលឡើងគេយកបដាទឹកចោលពីវរិយទាំងពូថាឲ្យយកព្រះណែឯងទៅបោះចោលទឹកទៅនឹងតែប៉ុណ្្នឹងទេណាហ្នឹងតែថៃដែលបានទុកគេបោះក្នុងទឹកអស់7ជាតិព្រោះអាស្រ័យអីព្រោះអាស្រ័យព្យាបាទដែលมันកើតនៅកុសលធម៌អញ្ចឹងបានន័យថាព្យាបាទនឹងវាក្របចិត្តសត្វលោកមិនឲ្យសានកុសលណាយល់ទេចឹងនៅក្របចិត្តណាក្របចិត្តនឹកមិនឃើញទេអញ្ចឹងបានថារឿងរ៉ាវទាំងអស់នេះមានច្រើនណាស់ព្រះអង្គហើយដោយព្រះអង្គដើរបិណ្ឌបាតឃើញពីព្រោះគ្នាទៅញញឹមមកវឹកជាមាយើងទៀតណាគួរទៅពីរវល់គេទី2ទី3ថៃតមិទ្ធៈដំណើរដោយចិត្តរួញថយថៃអ្នកបានន័យថារួញថយខ្ជិលមិនចង់សាងកុសលកំពុងចម្រើនធម៌ស្រាប់តែបាត់ចិត្តមួយខ្ជិលឡើងថ្ងៃហ្នឹងដូចមិនចង់ឡើងវិហារទេ
bên đây phía vĩnh đã nói tới đừng chăm thầu khôi đi sửa lá từ tận đó and on nói đó việc chiếu tăng về miên mũi cái hai mất thế khớp mê tay nó mong chật thân đã tới khỏ để phù hiến là người đây chơi trâu mình trong một vật mình trong sang của sao mình trong đập kho tít na đo tầm đèn chết mình trong đồng khoai cùng bè từ tiền đọc chơi đam bái cầm ao lụa màu ấy ngày nắng ấy ngày nào xa ơi cái kho màu mấy anh cười chăm ngày nào chơi cầm màu ấy lụa tầm máu cái tốt nằm rồi bạn ai nó chơi trò thử không có bật chảเราจัดปัดโลกมันเอาสร้างกุศลนะมันเอาสร้างฉันในปีนั้นได้ยิงเจอการล้างยิงเลยจังคุยกุศลทอเลยจังคุยทอเลยจังดับทอฉันก็เลยนั่นวิเคราะห์จัดมันเอาสร้างกุศลเท่เนี่ยมันเอาสร้างกุศลบ้านจะให้ท้าพระอริยธาตุเนี่ยพอแต่จะก็ไปจะพอแต่จะบ้านในทวีปเป่าเลยนะเป่าเลยจัดมันบีเป่าเลยมันนึกการโอตจะก็ไปจะรุนทดก็ได้จะหายระดับระต่อกันอะไรต่างปีนั้นเพื่ออ้อยมนุษย์ในมันสงบได้คุยคล้องคุยซอกคุยทุ่งตัวสิตัวทดหยอกเขาเกล้ใส่ไปแต่ไหนไปแต่นอกเจ้าก็ดาวไปไว้มันประกอบไปเกียนในแต่นามวยอ้อยบานประกอบเตะฉันในปีนั้นโอตจะก็กระจายไปคาลานให้เวียระเวียให้อันได้อันโตงให้là hỏi bia mình ao chất từ sang của sao thế từ đập khó từ vừa tiến từ học rung chất trong rang cầm thán ở đức có bị phát na nâng về chơi cái cha chân khó tầng lai pram đi phát ở giật thảm đấy ban này thả từ lấy cơ tầng cọt chất mình ao ngược lại trong thử bẩn giờ lấy rằng nè giờ lấy nâng nguyên này thành rằng nè nơi bên nó để dương cầm tung quay cha mặt thán nè dương cắt bẩn thỏi nè cả chil tôi cầm phong tam bàn cho miền chil miền người đây chứ vàng chuột chấm chua ta bàn cắt bàn thoi nơi thay tầm bật đẹp nơi tên na đại dương cầm phong ông coi thoi nó dương miền nấp tập đây tập đa rồi vừa bia trong tận đây nấp trăm bàn nó có đại hai thế cầm phong ta tam bàn làm cho sủa từ chúa đại dương bàn cắt bàn thoi nó có thể chắc có cả chả hãy ở trong tay miền tây bàn cắt bàn thoi nơi về chơi cái chảจังบานในท่าเป็นนิสานกุศลใจจะปราณีสินะสัพเพนะได้กำปงแต่ตามดานขจรได้สิ่งใดเป็นจัดได้สิ่งใดริเรียนั่งเทียบมาสัพเพเนี่ยไอ้เยี่ยสัพเพปัฏฐานเยอะเลยนะนั่งสัพเพปัฏฐานนี่นั่งอ่ะแต่อ่อยนะนั่งให้สัพเพปัฏฐานเที่ยวนี่ปรับปฏิกาหรือบานโตถากายญาณปัสสนาสเตปทานเพียมันเหียเตปรับปฏิกาตะกาไปจารณาในกายชวดหากาจำรายในสเตเนี่ยอารมณ์สเตกาจำรายในสเตปทานฉันไปขอนำมวยเปียนยาเสียนจะให้บริโตเตเอาปิงลิงเนี่ยบริพนนาเอาปิงลิงลายช่วยจานเตฉันในนั้นยังบางสวลคอนั้นประกอบน่ะสเตอร์เล็กเนื้อเจ้าสเตนั้นเกี่ยวสเตประธานเยอะเลยอย่างเยอะเลยสเตประธานไหนว่าเลยใต้สเตนี่ให้กายานุปัสสนาสเตประธานถ้าไปจารณาในกายให้สเตประธานจังยี่ถึงสเตประธานคือการไปจารณาในกายไม่บานจับอายะสัตยาเตนะเย็นในนะตั้งกายยันอนุปัสสติเตโดยจะเตกายยานุปัสสนาเตปทานพีวเนียเตพระพุทธเจ้าบานโตธาพิจารณาในจอลกาพิจารณาในจอลเลยจอลเลยชั่วท่าจิตใจจำร้ายในสมาร์ดใดรู้โยกีนุลูกเยลูกตาเนาะบานไปจารณาในจอดได้สเตตังเงียบการไปจารณาในกายคือจะการจำร้ายในสมาร์ดใดการจำร้ายในสมาร์ดใดชั่วท้าสเตปทานเพวันนี้เนี่ย
ចូលដឹងចេញដឹងចូលដឹងចេញដឹងចូលដឹងចេញដឹងហើយការចម្រើនស្មារតីឃើញទេការចម្រើនស្មារតីហ្នឹងការអប់រំស្មារតីព្រោះស្មារតីនឹងវាដើរមិនដែលដឹងចឹងទេដឹងតែកូនដឹងតែចៅដឹងផ្ទះដឹងគូដឹងក្បីដែលជាចំណីនៃលោកភៈបើរឿងកាមគុណដឹងតែរឿងលោកីយធម៌មិនដែលបានដឹងនៅបរមត្ថធម៌ទេពេលហ្នឹងបានដឹងខ្យល់ចូលខ្យល់ចេញចិត្តហ្នឹងបរិសុទ្ធស្អាតណាតែពេលពីដើមចាំចំណាំចាលៀមដបងដៃមកភ្នែកហ្នឹងដឹកដង្ហើមយ៉ាងច្រើនបាន10នាទីទេ45នាទីបាត់ទៅ35ដែរចូលដឹងចេញដឹងចូលដឹងចេញដឹងយូរអាខ្យល់ចូលផ្សេងអាដឹងសឹងគាត់ចូលចេញបណ្ឌិតចិត្តនៅផ្ទះអស់លីងនៅនឹងការងារចំណែកនឹងរឿងអ្វីមួយដែលខ្លួនស្របជ្រោកតែបាន10នាទីដែរមកភ្នែកហ្នឹងប្រមូលទៅបាន10នាទីដែរប៉ុន្តែដែលយើងចេះតែឧស្សាហ៍អប់រំចម្រើនសតិនេះរលឹកនៅខ្យល់ដង្ហើមចេញចូលយូរបាន20នាទីណាបាត់25យូរបាន30បាត់15យូរបាន40បាត់5យូរបាន45នាទីចូលដឹងចេញដឹងដល់45នាទីទើបបានលែងដឹងគឺដាក់ណាអប់រំសតិតាំងអំពីមិនដឹងរហូតដល់បានដឹងតិចរហូតបានដឹងពាក្យកដាលរហូតបានដឹងគ្រប់45នាទីអញ្ចឹងនេះឈ្មោះថាសតិប្បដ្ឋានភាវនាយល់ទេចឹងស្គាល់នៅសតិប្បដ្ឋានណាយើងណាហ្នឹងហើយបើមិនទាន់យល់ចាំស្អែកស្ដាប់ទៀតឥឡូវយើងដល់ពេលដល់វេលាហើយម៉ោង 7:05 ដាក់សបាយរៀនហួរម៉ោងព្រោះយើងរៀន3ខែអញ្ចឹងលោកយាយលោកតាបកណានេះបានស្ដាប់ចូលចិត្តឥឡូវសូមខ្សែឬទី1ប្រមូលចិត្តដាក់ក្នុងទ្រូងទី2តាមដានខ្យល់ចេញដឹងចូលដឹងរហូតដល់ស្ងប់លែងដឹងខ្យល់ដឹងខ្លួនអញ្ចឹងបកណានៅតាមខោបណាលោកយាយនៅតាមកន្លែងណារាត្រីនេះក៏បីចម្រើនហើយឬក៏ពុទ្ធបរិស័ទដែលនៅតាមផ្ទះគេហដ្ឋានដែលបានជើញមកដែរក៏យកទៅចម្រើនในផ្ទះហ្នឹងទៅចាំស្អែកសំជុំគ្នាម្ដងទៀតណាហើយយើងនឹងដឹងរឿងផ្សេងតទៅក្នុង3ខែនេះគឺយើងបានចេះច្រើនទាំងទ្រឹស្ដីទាំងការអនុវត្តដូចនេះសូមចប់នៅក្នុងពេលល្ងាចនេះយើងគេហៅថាម៉ោង 7:04 ខ្វះ10នាទីទៀតម៉ោង 4ជាសម័យធម្មសវនកាលគឺជាពេលដែលយើងត្រូវស្ដាប់ធម៌ពីម៉ោង 2 មកគឺជាសម័យដែលអង្គុយប្រណិប័តដើម្បីស្វែងរកនៅសេចក្តីស្ងប់ធ្វើចិត្តឲ្យស្ងប់ឥឡូវយើងស្វែងយល់អំពីទ្រឹស្ដីអាត្មាចង់បញ្ជាក់ខ្ញុំកណាចង់បញ្ជាក់អំពីកិច្ចការខ្លះនៅរបៀបឬថានៅបាយសម្រាប់ធ្វើចិត្តឲ្យស្ងប់សម្រាប់ទូមានចិត្តជាធម្មជាតិមួយលំបាកទូមានព្រះសម្ដែងថាផន្តតំណੰចបលាំងចិត្តតាំងទុរខੰទនវិរិយ៉ាងនោះថាចិត្តនេះជាធម្មជាតិភ្លេងផ្លុងផន្តតំណੰបាននៅតែភ្លេងផ្លុងចបលាំងកម្រើកញាប់ញ័រទុរខੰពិបាករិសាទនិកហੰលំបាកទូមានផ្ទុញផ្ទាល់ជាធម្មជាតិស្រាលលហុកាំងឧបច្ចតិចៈលហុកាំងនិរចតិវាកើតឡើងលះហើយរលឹកទៅវិញក៏លះដែរទៅតាមអារម្មណ៍អញ្ចឹងចិត្តនេះជាធម្មជាតិមួយលំបាកក្នុងការរក្សាពិបាកទូមានព្រោះជានាមធម៌
មិនមានរូបជានាមធម៌គ្រាន់តែជាធម្មជាតិមានសភាពអោនទៅសោយអោនទៅគិតអោនទៅដឹងតាមទ្វាតាមអារម្មណ៍ម្ល៉េះហើយពិបាករក្សាណាក្នុងការទូមានចិត្តដូច្នេះបើសិនជាចិត្តដែលបុគ្គលមិនទាន់មានការទូមានលំបាកក្នុងការទូមានផ្ទិញផ្ទាល់ដូច្នេះបានជាប្រះដ៏មានវិភាកទ្រង់បានប្រះសម្ដែងនៅឧបាយរៀបចំសម្រាប់ទូមានចិត្តនេះឲ្យបានងាយស្រួលហើយឆាប់បានសម្រេចនៅក្នុងការចម្រើននៅកម្មដ្ឋានលោកមានការចំអល់ទៅលើចំណុចសំខាន់ 3-4 ចំណុចទី1និយាយអំពីទីកន្លែងដែលត្រូវសម្រាប់ទូមានចិត្តនិងទីកន្លែងហើយចំណុចទី2និយាយអំពីអេរិយាបថនិងក៏ជាឧបាយសម្រាប់ទូមានចិត្តដែរហើយចំណុចមួយទៀតនិយាយអំពីការប្រើប្រាស់នៅអេរិយាបថមួយទៀតនិយាយអំពីការដំកល់កាយនិងសុទ្ធតែជាឧបាយទាំងអស់ព្រោះប្រាស់ដ៏មានវិភាកជារហង្គសម្មាសម្ពុទ្ធព្រះអង្គជាអ្នកឆ្លៀសដូចជាអ្នកទស្សទាយនៅភូមិដីចឹងលោកប្រៀបថាព្រះអង្គទុកដូចជាគ្រូទាយខាងដីពិនិត្យលើផែនដីដូចជាបរោហិតរាជាត្រូវការសាងនគរដល់ត្រូវការសាងនគរហើយក៏ឲ្យលោកគ្រូនឹងទៅទស្សន៍ទាយមើលផែនដីតាណាដែលគួរសាងនគរបានហើយក៏មើលទៅឃើញថាចំតនេះគួរសាងនគរប្រជាក៏សាងនគរនឹងហើយទៅបានសេចក្តីសុខស្រួលក៏បានរៀបសក្ការៈយ៉ាងច្រើនមហាសក្ការៈយ៉ាងណាវិញព្រះដ៏មានពភាកព្រះអង្គជាអ្នកចង្អុលនៅកន្លែងសម្រាប់អង្គុយប្រណិប័តដល់ប្រយោគិវចរនេះប្រាប់កន្លែងដល់យោគិវចរថាកន្លែងនេះគួរកន្លែងនេះមិនគួរនៅពេលណាដែលប្រយោគិវចរនោះបានស្វែងរកធម៌ទៅហើយសម្រេចគុណធម៌ដ៏ខ្ពស់ព្រះដ៏មានវិភាកក៏បានរៀបសក្ការៈគឺមាននាមថាអរហង្គសម្មាសម្ពុទ្ធោរហូតដល់ចក្រវាណាគឺថាព្រះអង្គជាអ្នកឆ្ងាយចាក់កលៈជាអ្នកប្រោះដឹងធម៌ពិតប្រាកដណាស់បង្ហាញយើងឲ្យយើងបានសម្រេចធម៌ពិតនេះសំខាន់ណាស់ប៉ុណ្ណឹងណាព្រះដ៏មានវិភាកជាអ្នកចង្អុលកន្លែងបង្ហាញកន្លែងថាកន្លែងនេះគួរកន្លែងនេះមិនគួរដល់ការចម្រើននៅពីមេត្តាធិមនីចម្រើននៅកម្មដ្ឋានអញ្ចឹងលោកអាចារ្យទាំងឡាយនៅក្នុងសាសនានេះបើសិនជាបានយល់តំណឹងនឹងបានសក្ការៈដ៏ធំសក្ការៈយ៉ាងម៉េចកាលណាបើលោកអាចារ្យជាអ្នកសម្ដែងធម៌ចេះជ្រើសរើសរកកន្លែងឲ្យសាសនានុសិស្សឲ្យបរិស័ទអង្គុយបនិបត្តិទៅគេបានត្រាស់ដឹងធម៌គេឡើងគេនឹងថ្វាយសក្ការៈគឺមាននាមថាលោកគ្រូជាអ្នកប្រាជ្ញជាបណ្ឌិតអាចដឹកនាំមនុស្សជាបុគ្គលឆ្លាតឈ្លាសវៃក្នុងការដឹកនាំមហាជនឲ្យបានត្រាស់ដឹងធម៌ក្នុងលោកនេះបានណាដូចគ្នាចឹងណាហើយបើសិនជាចោលវាខុសកន្លែងទេបរិស័ទស្ដាប់ធម៌យកទៅបនិបត្តិមិនបានណាលើអាចារ្យនោះគឺកូនសិស្សមិនបានធ្វើសក្ការៈទេមិនយូរប៉ុន្មានកូនសិស្សនឹងកិច្ចចាកចេញអំពីគ្រូទៅស្វែងរកកណាចារ្យដទៃមកអំពីសេចក្តីព្យាយាមរបស់សិស្សានុសិស្សនោះមិនបានសម្រេចលទ្ធផលល្អព្រោះពេលអស់ការយូរដូចគ្នាអញ្ចឹងព្រះសម្មាសម្ពុទ្ធ
នៅក្នុងសម័យដែលត្រូវធ្វើកម្មដ្ឋានលើកត្រូវចង្អុលរកកន្លែងមួយហៅទីស្ងាត់នេះទីស្ងាត់ណាមានបាលី3ម៉ាត់ថាអរញ្ញកតោវារកមូលកតោវាសញ្ញាគារកតោវា3ម៉ាត់អរញ្ញកតោវាបាននៅថាទៅអាស្រ័យនៅក្នុងព្រៃអាស្រ័យនៅក្នុងព្រៃរកមូលកតោវាទៅនៅអង្គលឈើតែអាស្រ័យអង្គលឈើសញ្ញាគារកតោវាទៅអាស្រ័យក្នុងផ្ទះដ៏ស្ងាត់តោបស្ងាត់វិហារស្ងាត់កន្លែងណាឲ្យទៅស្ងាត់កន្លែងនោះគឺជាកន្លែងគួរដើម្បីអង្គុយទូមានចិត្តហេតុអ្វីបានជាប្រះដំណើរគេទ្រង់បានប្រះសម្ដែងដូច្នេះព្រោះថាការចម្រើននៅកម្មដ្ឋានមានអានាបានសតិនេះបើសិនជាចម្រើនក្នុងទីច្របោកច្របល់មិនងាយនឹងបានសម្រេចធម៌ទេព្រោះហេតុអ្វីព្រោះចិត្តយើងនេះវាមិនតាំងនៅកាលណាបើសិនពេលដែលអង្គុយឃើញឮសូរសំឡេងទៅចិត្តនឹងវាចេញទៅក្រៅអស់ទៅមកហើយទូមានចិត្តមិនបានទេនេះទូមានចិត្តមិនបានទេទៅមិនរួចចិត្តតែចេញទៅរកសំឡេងទៅរករូបថាមិនបានអញ្ចឹងព្រោះទឹកថាចិត្តតាំងចិត្តកំហូចចិត្តនេះវាធ្លាប់តែបរិភោគនៅរសនៃអារម្មណ៍នេះរូបសំឡេងក្លិនរសផោតពៈនិងធម្មៈនេះចិត្តនឹងវាធ្លាប់តែទៅបរិភោគរសនៅអារម្មណ៍ទៅជញ្ជក់ជញ្ជៀបនៅរូបនៅសំឡេងក្លិនរសផោតពៈនិងធម្មៈតើទៅជញ្ជក់ជញ្ជៀបយ៉ាងម៉េចនៅពេលណារូបមកប៉ះអង្ចក្ខុចិត្តស្ទុះវឹងទៅទំពាស៊ីខ្សែផ្សោយបើសិនជាមានជាតិឆ្ងាញ់សបាយរីករាយឡើងបើសិនជាមិនឆ្ងាញ់ទេក៏ទូមនោះឡើងណាវាចឹងវាធ្លាប់អញ្ចឹងសំឡេងក្លិនរសផោតពៈក៏ដូចគ្នាកាលណាបើសិនជាមកប៉ះទប់នឹងទ្វាចិត្តនឹងវាស្ទុះចេញតាមដងវិថីទៅក្រេបជញ្ជក់នៅអារម្មណ៍ទាំងអស់នោះពេលណាវាឆ្ងាញ់មានជាតិផ្អែមស្រួលទៅក៏សប្បាយរីករាយទៅបើសិនជាមិនឆ្ងាញ់ក៏កើតទុក្ខទូមនោះទៅធម្មៈក៏ដូចគ្នានៅពេលណានឹកឃើញរឿងអ្វីមួយអតីតអនាគតបច្ចុប្បន្នវាត្រូវតំណងក៏កើតនៅសេចក្តីត្រេកអររីករាយម្នាក់ឯងទៅក្នុងចិត្តហ្នឹងបើសិនជាមិនបានអារម្មណ៍បែបនោះទេក៏ស្នឹងស្នាក់តូចចិត្តជាឆ្អល់ចិត្តទុក្ខទូមនោះទៅនេះទៅថាចិត្តតាំងណាចិត្តនឹងจะហៅចិត្តកំហូចចិត្តកោមចិត្តកាចចិត្តនឹងវាធ្លាប់តែទំពាស៊ីនៅអារម្មណ៍ហ្នឹងបើឡហើយកាលណាដែលយើងទៅទូមានចំកន្លែងឆ្ងាញ់របស់វានោះវានៅកន្លែងណាវាធ្លាប់នៅទៅណាហើយយើងទៅនៅទៅនោះឈ្មោះថាមិនងាយទូមានចិត្តបានទេព្រោះចិត្តវាមិនព្រមព្រៀងជាមួយនឹងការងារក្រោយនេះវាអត់ព្រមព្រៀងទេអត់ព្រមអនុវត្តតាមទេព្រោះការងារខាងក្រៅនេះជាការងារដែលវាមិនធ្លាប់ធ្វើមួយជីវិតវាតាំងពីវាដឹងមករហូតទល់ថ្ងៃនេះវាមិនដែលដឹងវាមិនដែលធ្វើម្ល៉េះវាមិនព្រមព្រៀងទេវាមិនដឹងតែធ្វើនឹងបានន័យថាម៉េចវាធ្លាប់តែស្ទាបអង្អែលទទួលនៅរសជាតិនៃអារម្មណ៍ទុកជាឆ្ងាញ់យ៉ាងណាឬក៏មិនឆ្ងាញ់គួរនៅតែទ្រាំមិនឆ្ងាញ់នឹងទៅនេះវាធ្លាប់អញ្ចឹងដែរអាឆ្ងាញ់ក៏វាទ្រាំនៅអាមិនឆ្ងាញ់ក៏វាទ្រាំនៅខំងថ្ងៃវល់ងាយក៏នៅតែព្រមខំព្រមនៅអញ្ចឹងអត់ទៅណាទេម្ល៉េះហើយបានជាការទូមានចិត្តដែលអស់សោមនោះក្នុងទូមនោះក្នុងអារម្មណ៍ហ្នឹងវាលំបាកក្នុងការទូមានក្នុងទីច្របោកច្របល់ហើយមិនងាយបានសម្រេចធម៌ទេម្ល៉េះហើយបានជាព្រះអង្គទ្រង់បានសម្ដែងថាត្រូវបណ្ដោះបណ្ដេញនាំចិត្តចេញអំពីអារម្មណ៍ផ្សេងដូចជានាយគោបាលត្រូវការទូមានកូនគោកាចនាយគោបាលត្រូវការទូមានកូនគោកាច